ខ្ញុំប្រកាសណាសូមក្រាបថ្វាយបង្គំចំពោះព្រះធេរានុធរៈគ្រប់ព្រះអង្គជាទីគោរពសក្ការៈសូមជម្រាបសួរដល់ប្រិយមិត្តទស្សនិកជនទាំងអស់ជាទីគោរពនិងជាទីរាប់អានវិលមកជួបប្រិយមិត្តសាជាថ្មីដោយថ្ងៃនេះប្លែកជាងថ្ងៃសពដងដោយខ្ញុំបាទសូមដកស្រង់យកនៅបុរេប្រវត្តិសាស្ត្រខ្លះៗមកជម្រាបជូនប្រិយមិត្តឲ្យបានជ្រាបសូមជម្រាបជូនប្រិយមិត្តឲ្យបានដឹងថាបុរេប្រវត្តិសាស្ត្រយើងនឹងសិក្សាហើយស្វែងយល់អំពីការកកើតឡើងនៃពូជសាសន៍មួយក្នុងនោះយើងផ្ដោតសំខាន់លើពូជសាសន៍ខ្មែរមនពូជសាសន៍ខ្មែរមនឬជនជាតិខ្មែរជាអំបូរមួយដែលបានកកើតឡើងនៅទឹកដីសុវណ្ណភូមិឬទឹកដីអាស៊ីអាគ្នេយ៍យើងបច្ចុប្បន្នដោយក្នុងនោះខ្ញុំបាទនឹងលើកយកមកជម្រាបជូនប្រិយមិត្តនៅបុរេប្រវត្តិសាស្ត្រឬរមណីយដ្ឋានបុរេប្រវត្តិសាស្ត្រចំនួន10កន្លែងមកជម្រាបជូនប្រិយមិត្តឲ្យបានជ្រាបដូច្នេះកុំឲ្យខកខានពេលវេលាយូរសូមគ្រប់អញ្ជើញប្រិយមិត្តនិងទស្សនិកជនតាមដាននិងទស្សនាជាមួយនឹងខ្ញុំបាទដូចតទៅមកដល់ពេលបច្ចុប្បន្ននៅប្រទេសកម្ពុជាមានស្ថានីយ៍បុរេប្រវត្តិសាស្ត្រជាច្រើនដែលអាចឲ្យអ្នកបុរាណវិទ្យាធ្វើការសិក្សាស្រាវជ្រាវស្ថានីយ៍បុរេប្រវត្តិសាស្ត្រមួយចំនួនត្រូវបានគេរកឃើញនិងបានធ្វើការសិក្សាជាច្រើនឆ្នាំកន្លងមកហើយនិងមានស្ថានីយ៍មួយចំនួនទៀតដែលកំពុងធ្វើការសិក្សាស្រាវជ្រាវបន្តបន្ទាប់ដោយអ្នកបុរាណវិទ្យាជាតិនិងអន្តរជាតិទាំងស្ថានីយ៍បុរេប្រវត្តិសាស្ត្រចាស់និងស្ថានីយ៍បុរេប្រវត្តិសាស្ត្រថ្មីៗសុទ្ធតែបានបង្ហាញភស្តុតាងអំពីប្រភពនៃដើមកំណើតវប្បធម៌និងអរិយធម៌ខ្មែរដែលបានចាប់បដិសន្ធិឡើងនៅលើទឹកដីនៃប្រទេសកម្ពុជានិងជាស្នាដៃរបស់បុព្វបុរសខ្មែរយើងបានបន្សល់ទុកមកកម្ពុជាជាប្រទេសមួយដែលសម្បូរនៅសម្បត្តិវប្បធម៌ជាតិដូចជាប្រាង្គប្រាសាទនានាដែលជារមណីយដ្ឋានបុរាណវិទ្យាមួយដ៏សំខាន់តំបន់រមណីយដ្ឋាននិងបុរាណស្ថានទាំងឡាយនៅក្នុងប្រទេសកម្ពុជាត្រូវបានស្រាវជ្រាវរកឃើញឡើងវិញពិសេសក្នុងសតវត្សទី19មកមានស្ថានីយ៍បុរេប្រវត្តិសាស្ត្រមួយចំនួនត្រូវបានក្រុមអ្នកជំនាញការមកពីបណ្ដាប្រទេសផ្សេងៗដូចជាមកពីអឺរ៉ុបជប៉ុនអាមេរិកនិងឥណ្ឌានិងបណ្ដាប្រទេសមួយចំនួនទៀតនៅអាស៊ីអាគ្នេយ៍បានធ្វើការសិក្សាស្រាវជ្រាវនៅតាមស្ថានីយ៍បុរេប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា1ស្ថានីយ៍បុរេប្រវត្តិសាស្ត្រសំរោងសែនសំរោងសែនជាស្ថានីយ៍បុរេប្រវត្តិសាស្ត្រមួយដែលស្ថិតនៅខាងឆ្វេងដៃជាប់មាត់ស្ទឹងជានិតបើយើងធ្វើដំណើរចូលពីទន្លេសាបទៅដែលស្ថិតនៅលើមាត្រស្ថាន1220ខាងជើងនិង10450ខាងកើតមានរយៈកម្ពស់13ម៉ែត្រខ្ពស់ជាងកម្រិតទឹកសមុទ្រប្រវត្តិសាស្ត្រនៃការស្រាវជ្រាវស្ថានីយ៍សំរោងសែនខេត្តកំពង់ឆ្នាំងនៅក្នុងឆ្នាំ1876ដោយលោករ៉ុកជាអ្នករកឃើញដំបូងបំផុតនៅឆ្នាំ1877លោកមូរ៉ាមកមើលស្ថានីយ៍នេះហើយបានឃើញឧបករណ៍វត្ថុសិល្បៈធ្វើពីថ្មជាច្រើនពីឆ្នាំ1887ដល់ឆ្នាំ1888លោកជេមបានមកធ្វើកំណើតជាច្រើនកន្លែងនៅតំបន់ទន្លេសាបគេបានប្រទះឃើញវត្ថុសិល្បៈរាប់ពាន់នៅស្ថានីយ៍សំរោងសែននិងតំបន់ក្បែរនោះ6កន្លែងផ្សេងទៀតលោកហុងរីម៉ុងស៊ុយបានធ្វើកំណើតនៅស្ថានីយ៍សំរោងសែនក្នុងឆ្នាំ1901ហើយបានជួបប្រទះពពុះវត្ថុសិល្បៈអំពីថ្មរំលែងជាច្រើនដុំជាភស្តុតាងនៃការផលិតឧបករណ៍ដ៏ល្អបំផុតប្រចាំតំបន់នៅភូមិភាគអាស៊ីខាងកើតមានឧបករណ៍ប្រើប្រាស់ជាច្រើនទៀតដែលគេបានប្រទះឃើញមាននៅស្ថានីយ៍ខាងលើនេះដូចជាថ្មសំលៀងបំណែកថ្មប្រភពរូបធាតុដើមរបស់ថ្មកុលភាជន៍ដែលធ្វើដោយដៃអំពីដីដុតវត្ថុធ្វើអំពីសំរិទ្ធគ្រឿងអលង្ការនិងឧបករណ៍ផ្សេងមួយចំនួនទៀតភស្តុតាងនៃការធ្វើនេសាទមានវត្ថុធ្វើអំពីសំរិទ្ធដូចជាក្បាលព្រួញផ្លែសន្ទូចជាដើម
ស្ថានីយ៍សំរោងសែនត្រូវបានធ្វើការបរិច្ឆេទតាមវិទ្យុសកម្មកាបូនដក14លើសម្បកខ្យងខ្ចៅបានបង្ហាញនៅអាយុកាល3230មុនគ្រិស្តសករាជទៅ1280មុនគ្រិស្តសករាជ 2. ស្ថានីយ៍អន្លង់ផ្ដៅស្ថានីយ៍នេះរកឃើញដោយលោកហុងរីម៉ុងស៊ុយនៅឆ្នាំ1902ស្ថិតនៅប្រមាណជា30គីឡូម៉ែត្រទិសខាងត្បូងឈៀងកង្កើតស្ថានីយ៍សំរោងសែនជាប់នឹងស្ទឹងជីនិតនៅក្នុងឆ្នាំ1902លោកហុងរីម៉ុងស៊ុយធ្វើការវិភាគទៅលើរបស់របរវត្ថុសិល្បៈដែលបានមកពីស្ថានីយ៍នេះដែលលោកចាត់ទុកស្ថានីយ៍នេះនៅក្នុងយុគសម្រិទ្ធក៏ប៉ុន្តែយើងមិនទាន់ឃើញមានអត្ថបទណាមួយសរសេរបានពិស្ដារដូចសំរោងសែននៅឡើយ 3. ស្ថានីយ៍មលូព្រៃស្ថានីយ៍នេះត្រូវបានរកឃើញនៅក្នុងឆ្នាំ1938ដោយលោកបេឡង់ដែលជាអ្នកជំនាញខាងភូគុបសាស្ត្របានទៅធ្វើការសិក្សាស្រាវជ្រាវនៅក្នុងតំបន់នោះកាលនៅក្នុងសម័យអាណានិគមនិយមបារាំងស្ថានីយ៍នេះស្ថិតនៅភាគខាងជើងនៃប្រទេសកម្ពុជានៅក្នុងខេត្តព្រះវិហារសពថ្ងៃនេះនៅស្ថានីយ៍នេះគេបានរកឃើញរបស់របរកងដៃធ្វើអំពីសំរឹទ្ធនិងវត្ថុសិល្បៈមួយចំនួនទៀតលោកសោកសដេសនៅពេលនោះជានាយកសាលាបារាំងចុងបូព៌ាប្រចាំនៅភ្នំពេញមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះព័ត៌មានទាំងនោះហើយក៏បានបង្គាប់បញ្ជាឲ្យសិក្សាដោយប្រុងប្រយ័ត្នបណ្ដុំនៃស្ថានីយ៍មលូព្រៃមានស្ថានីយ៍តូចៗមួយចំនួនទៀតដូចជាអូយៈអូពីកាន់ឬអូពីជាន់អូណារីអូដានិងអូថ្មការធ្វើកំណាយបុរាណវិទ្យានៅទីនោះគេបានជួបប្រទះនៅវត្ថុធ្វើអំពីថ្មដូចជាកុលភាជន៍និងសំរឹទ្ធនៅស្ថានីយ៍មលូព្រៃក្រៅពីការរកឃើញនៅវត្ថុសិល្បៈទាំងឡាយនោះគេក៏បានរកឃើញនៅឧបករណ៍ប្រើប្រាស់ផ្សេងៗជាច្រើនទៀតមានដូចជាផ្លែពូថៅពន្លាកញញួរខ្នោសកោសស្បែកអន្លង់ដំសម្បកឈើអង្រែត្រល់កាំបិតដែលឧបករណ៍ទាំងនោះធ្វើអំពីលោហៈក្រៅពីឧបករណ៍ធ្វើពីលោហៈទាំងនោះនៅមានឧបករណ៍ផ្សេងៗមួយចំនួនទៀតធ្វើអំពីឆ្អឹងដែលមានដូចជាផ្លែព្រួញផ្លែសន្ទូចម្ជុលនិងគ្រឿងអលង្ការមួយចំនួនចំណែកឯប្រដាប់ប្រដាធ្វើអំពីដែកដុតវិញក៏បានបង្ហាញឲ្យឃើញអំពីកម្រិតធ្វើដៃដ៏ប៉ិនប្រសប់ដោយគេបានរកឃើញនៅបំណែកក្រឡឆ្នាំងចានជាច្រើនដែលលម្អទៅដោយក្បាច់រចនាផ្សេងទៀត 4. ស្ថានីយ៍តំបន់អង្គរក្នុងឆ្នាំ1959លោក Grosley បានគូបញ្ជាក់តាមអត្ថបទរបស់លោកសូលហែមថានៅគ្រឹះប្រាសាទក្នុងតំបន់បរិវេណអង្គរការធ្វើកំណាយបុរាណវិទ្យានៅទីនោះត្រូវបានធ្វើឡើងនៅខាងមុខនៃជើងប្រាសាទបាសីចាំក្រុងក្បែរខ្លងទ្វារចូលទៅកាន់អង្គរធំលទ្ធផលនៃការកំណាយនោះបានបន្សល់នៅស្លាកស្នាមនៃសម័យយុគថ្មរំលីងដោយលោកបានប្រទះឃើញនៅឧបករណ៍ប្រើប្រាស់ផលិតជាថ្មរំលីងនិងបំណែកកុលភាជន៍ខ្លះ 5. សំណង់ដីរាងមូលលោកលូវីម៉ាឡឺរ៉េនៅឆ្នាំ1959បានធ្វើការស្រាវជ្រាវនៅលើតំបន់ដីក្រហមក្នុងខេត្តកំពង់ចាមនៃប្រទេសកម្ពុជានិងមួយភាគនៃប្រទេសវៀតណាមនៅក្នុងឆ្នាំ1962លោក Bernard Philip Grosley បានធ្វើកំណាយបុរាណវិទ្យានៅតំបន់មេមត់ក្នុងសំណង់ដីរាងមូលនៅតំបន់ស្រុកមេមត់ក្រោយពីការពិនិត្យមើលពីលើអាកាសមកមានស្ថានីយ៍ជាច្រើនដែលគេអាចមើលឃើញនៅបំណែកយ៉ាងតូចៗនៃស្ថានីយ៍ទាំងមូលហើយបានបង្ហាញឲ្យឃើញថាស្ថានីយ៍ទាំងនោះមានរាងសាមញ៉ាំតែមានការសំខាន់មិនមែនធម្មតានោះទេការធ្វើកំណាយនៅក្នុងឆ្នាំ1982នៅលើជំរំភូមិមូលមួយនៅស្រុកមេមត់បានបង្ហាញឲ្យឃើញនៅសត្វនៃយុគសម័យថ្មរំលីងដែលមានភាពសម្បូរបែបគួរឲ្យភ្ញាក់ផ្អើលគេហៅអរិយធម៌នេះថាអរិយធម៌មេមត់តំណាងដោយវត្ថុធ្វើអំពីថ្មរាប់ពាន់ដុំនិងបំណែកក្អមឆ្នាំងឬកុលភាជន៍ដល់ទៅជាង 20,000 ដុំតាមរយៈលទ្ធផលនេះយើងអាចធ្វើចំណាត់ថ្នាក់ឡើងវិញចំពោះវត្ថុប្រមូលបានពីផ្ទៃដីផ្សេងទៀត
ដោយកំណត់ទូទាំងតំបន់ភាគកណ្ដាលនៃឥណ្ឌូចិនស្ថានីយ៍ភូមិមូលទាំងឡាយគឺរាយពាសពេញតំបន់ដីក្រហមចាប់ពីឡាបានស៊ីខេត្តរតនគិរីចុះដល់ឡុងនិញប្រទេសវៀតណាមដោយឆ្លងកាត់ស្រុកមេមត់មានន័យថាស្ថានីយ៍ភូមិមូលទាំងនេះជាទូទៅច្រើនស្ថិតនៅក្នុងតំបន់ចំការកៅស៊ូដីក្រហមស្ថានីយ៍នេះមានអាយុកាលប្រមាណជា1500ឆ្នាំមក500ឆ្នាំមុនគ្រិស្តសករាជ6ស្ថានីយ៍យុគថ្មបំបែកនៅក្នុងឆ្នាំ1963លោកសូរ៉ាំងបានបង្ហាញនៅវប្បធម៌យុគថ្មបំបែកដែលចេញពីកម្ពស់ដី40ម៉ែត្រទៅកម្ពស់45ម៉ែត្រខ្ពស់ជាងទឹកសមុទ្រនៅភាគខាងកើតទន្លេមេគង្គចន្លោះពីខេត្តស្ទឹងត្រែងនិងស្រុកស្នួលខេត្តក្រចេះក្នុងនោះមានដូចជាស្ថានីយ៍ឆែបស្រែឫស្សីស្រែស្បូវត្រង់ចំណុចគីឡូម៉ែត្រលេខ335 325និង208ការរកឃើញកន្លែងផលិតឧបករណ៍ថ្មពពួកថ្មដែលបំបែកមកចេញជាច្រើនគេបានរកឃើញឧបករណ៍ថ្មមានមុខ2និងពពួកថ្មដែលកើតពីឈើហើយបានកំណត់អាយុកាលចាប់តាំងពី600,000ឆ្នាំមុនគ្រិស្តសករាជមកម្ល៉េះ7ស្ថានីយ៍លាងស្ពាននៅក្នុងឆ្នាំ1965លោករ៉ូឡង់ម៉ូរ៉េបានធ្វើកំណាយនៅតំបន់រូងភ្នំថ្មកំបោរនៅត្រែងភាគខាងត្បូងឈៀងខាងលិចខេត្តបាត់ដំបងហើយលោកបានអះអាងបញ្ជាក់ថាជាលើកទី1ហើយដែលគេឃើញនៅក្នុងប្រទេសកម្ពុជាមានមនុស្សរស់នៅក្នុងរូងភ្នំសម័យយុគថ្មរំលេងស្ថានីយ៍លាងស្ពានស្ថិតនៅលើភ្នំតាក់ទ្រាំងក្នុងរយៈកម្ពស់ប្រមាណ150ម៉ែត្រខ្ពស់ជាងទឹកសមុទ្រលាងនេះមានទំហំ40ម៉ែត្រគុណនឹង20ម៉ែត្រនិងមានកម្ពស់ជាង20ម៉ែត្រស្ថានីយ៍នេះនៅលើកំណាត់ផ្លូវរវាងខេត្តបាត់ដំបងនិងក្រុងប៉ៃលិនចេញពីបាត់ដំបងប្រហែលជា38គីឡូម៉ែត្រការធ្វើកំណាយបុរាណវិទ្យា15ម៉ែត្រកាឡាជាច្រើននៅកន្លែងក្នុងរូងភ្នំនោះត្រូវបានគេរកឃើញដូចជាបំណាយកុលភាជន៍ពពួកសត្វតូចៗនិងកន្លែងផលិតឧបករណ៍វត្ថុសិល្បៈសម្រាប់ប្រើប្រាស់ខ្លះៗដែលឧបករណ៍ទាំងនោះខ្លះធ្វើអំពីដីនិងខ្លះទៀតធ្វើអំពីថ្មស្ថានីយ៍នេះមានអាយុកាលពី6,800ឆ្នាំមុនគ្រិស្តសករាជទៅ4,300ឆ្នាំមុនគ្រិស្តសករាជ8ស្ថានីយ៍ភ្នំល្អាងបន្ទាប់មកនៅក្នុងឆ្នាំ1967ការស្រាវជ្រាវបុរេប្រវត្តិសាស្ត្រនៅតំបន់ថ្មកំបោរនៅភាគខាងត្បូងប្រទេសក៏បានធ្វើឡើងនៅភ្នំល្អាងខេត្តកំពតលោកកាប៊ូណែលបានឃើញនៅសំណល់ពពួកសត្វនិងកន្លែងផលិតឧបករណ៍ថ្មដែលបង្ហាញថាមនុស្សជាអ្នកផលិតការជជែកអំពីភ្នំល្អាងនៅទិសខាងជើងឈៀងខាងកើតនៃខេត្តកំពតប្រមាណជា20គីឡូម៉ែត្រមានភ្នំថ្មជាច្រើននៅទីនោះហើយមានរូងភ្នំនេះជាស្ថានីយ៍ភ្នំល្អាងគេបានប្រទះឃើញឧបករណ៍ប្រើប្រាស់ធ្វើអំពីឆ្អឹងសត្វជាច្រើនប៉ុន្តែមិនបានឃើញនៅឧបករណ៍សម្រាប់កែច្នៃនោះទេ9ស្ថានីយ៍ភ្នំក្បាលរមាសស្ថានីយ៍ក្បាលរមាសនេះនៅភាគខាងត្បូងនៃប្រទេសកម្ពុជាក្នុងចន្លោះខេត្តកំពតនិងក្រុងកែបប្រហែល3គីឡូទៅ4គីឡូម៉ែត្រទៅសមុទ្រស្ថានីយ៍នេះមានគំនរសំបកខ្យងខ្ចៅដែលលោកបាវីបានបង្ហាញតាំងពីឆ្នាំ1881មកម្ល៉េះប៉ុន្តែមិនទាន់បានធ្វើកំណាយ10ស្ថានីយ៍អង្គរបុរីមកដល់ឆ្នាំ1994ជាលើកដំបូងនៃសហប្រតិបត្តិការរវាងសាកលវិទ្យាល័យ Hawaii សហរដ្ឋអាមេរិកនៃវិទ្យាស្ថានបូព៌ាដឹកនាំដោយលោកសាស្ត្រាចារ្យបណ្ឌិត Griffin ជាមួយនឹងមហាវិទ្យាល័យបុរាណវិទ្យានៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈសហប្រតិបត្តិការនេះមានទិសដៅផ្ដោតទៅលើការសិក្សាសម័យមុនអង្គរក្នុងតំបន់មេគង្គក្រោមនៅស្រុកអង្គរបុរីខេត្តតាកែវភាគខាងត្បូងនៃប្រទេសកម្ពុជាការស្រាវជ្រាវបានចាប់ផ្ដើមឡើងនៅក្នុងឆ្នាំ1995ដឹកនាំដោយបណ្ឌិតមីរ៉ាមស្តាក់
មកពីសាកលវិទ្យាល័យ Hawaii សហរដ្ឋអាមេរិកនិងលោកសាស្ត្រាចារ្យដូចភឿនអតីតព្រឹទ្ធបរិះមហាវិទ្យាល័យបុរាណវិទ្យានៅភ្នំពេញការស្រាវជ្រាវនៅទីក្រុងអង្គរបុរីបានបង្ហាញឲ្យឃើញអំពីឫសគល់នៃអាណាចក្រខ្មែរពីសតវត្សទី9ដល់សតវត្សទី14នៃគ្រិស្តសករាជទីក្រុងអង្គរបុរីនេះបានបង្ហាញអំពីការតាំងទីប្រហែលជា400ឆ្នាំមុនគ្រិស្តសករាជរហូតដល់500ឆ្នាំនៃគ្រិស្តសករាជនិងបន្តរហូតដល់បច្ចុប្បន្នដែលផុសតាងសិលាចារឹកដើមសតវត្សទី7នៃគ្រិស្តសករាជក៏មាននៅទីនេះដែរអង្គរបុរីជាទីក្រុងមួយភ្ជាប់ពាណិជ្ជកម្មរវាងចិននិងឥណ្ឌាដែលមានព្រែកជីចាស់ៗជាច្រើនតភ្ជាប់ពីអង្គរបុរីទៅអូកែវសពថ្ងៃនៅក្នុងប្រទេសវៀតណាមដែលគេមើលឃើញមាននៅស្លាកស្នាមដល់បច្ចុប្បន្នការសិក្សាស្រាវជ្រាវអំពីបុរេប្រវត្តិសាស្ត្រខ្មែរភាគច្រើនសុទ្ធតែជាអ្នកសិក្សាស្រាវជ្រាវជនជាតិបរទេសពួកគេសិក្សាស្រាវជ្រាវអំពីវប្បធម៌ប្រពៃណីទំនៀមទម្លាប់សង្គមនិងដើមកំណើតនៃជាតិខ្មែរ